ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះភេងសំណាងជាមន្ត្រីកសិកម្មនិគមទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុក្នុងពេលនេះផងដែរខ្ញុំបាទកំពុងតែស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងក្នុងនាមខ្ញុំគឺជាអតីតនិស្សិតដែលបានរៀននៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងដែលបានហៅកាត់ថា OUA ជាមួយនឹងប៉ាដំងបច្ចេកវិទ្យានិងក្រុមកសិកម្មដែលគ្រប់គ្នាហៅកាត់ថា ADM ផងដែរខ្ញុំបាទជ្រាបក្នុងឱកាសនេះក៏សូមថ្លែងអំណរគុណដល់អ្នកគ្រូលោកគ្រូដែលតែងតែបង្ហាត់បង្រៀនដល់រូបខ្ញុំបាទដែលធ្វើឲ្យរូបខ្ញុំមានសមត្ថភាពក្នុងការប្រឡងវិច័យនិងបានធ្វើជាមន្ត្រីកសិកម្មក្នុងឃុំសង្កាត់ផងដែរជាមួយគ្នានេះផងដែរក្នុងឱកាសនេះគឺខ្ញុំមកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីអំពីការតម្រង់ទិសនិងជំនាញ Digital និងវិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅកម្មវិធី Facebook App និងវិធីប្រកល់កុំព្យូទ័របន្ទះថែប្លែកដល់មន្ត្រីកសិកម្មឃុំសង្កាត់ផងដែរដើម្បីឲ្យមន្ត្រីកសិកម្មឃុំសង្កាត់រួមទាំងខ្ញុំផងដែរយកប្រព័ន្ធបច្ចេកវិទ្យាជាមួយនឹងថែប្លែកនេះដើម្បីទៅបម្រើជូនទៅប្រជាពលរដ្ឋនិងប្រជាកសិករដែលរស់នៅក្នុងឃុំសង្កាត់រៀងៗខ្លួនសម្រាប់ខ្ញុំផ្ទាល់គឺជាមន្ត្រីកសិកម្មមួយរូបខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់និងផ្ដល់នៅឱកាសសម្រាប់ដល់មន្ត្រីកសិកម្មពួកខ្ញុំទាំងអស់គ្នាដើម្បីឲ្យពួកខ្ញុំកាន់តែមានសមត្ថភាពក្នុងការចូលរួមធ្វើការជាមួយនឹងកសិករនិងដោះស្រាយបញ្ហាដែលពួកគាត់ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតស្របតាមស្មារតីមានហូបមានបានមានប្រាំនិងមានរហូតនៃគោលនយោបាយអត្ថភាពទី5និងទី6របស់រាជរដ្ឋាភិបាលក្នុងឱកាសនេះផងដែរខ្ញុំបាទពិតជាមានអារម្មណ៍សប្បាយរីករាយមែនតើពីព្រោះដោយសារតែខ្ញុំបានជួបថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងលោកគ្រូអ្នកគ្រូដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកបង្ហាត់បង្រៀនពួកខ្ញុំបាទជាមួយនឹងជំនាញដែលសម្រាប់យកទៅប្រើប្រាស់នៅក្នុងមូលដ្ឋានរបស់ខ្ញុំផ្ទាល់ហើយក៏ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលខ្ញុំបានជួបជាមួយនឹងមន្ត្រីកសិកម្មឃុំសង្កាត់ទាំង1600នាក់មកពីគ្រប់ខេត្តក្រុងទាំងអស់ផងដែរជាចុងក្រោយខ្ញុំសូមបដិញ្ញាចិត្តនឹងយកចំណេះដឹងជាមួយនឹងបច្ចេកវិទ្យាជាប្រព័ន្ធបច្ចេកវិទ្យានេះនិង tablet នេះដើម្បីយកទៅអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្ញុំបាទផ្ទាល់ជាមួយនឹងការស្រង់ស្ថិតិកសិកម្មឲ្យបានសុក្រិតបំផុតផងដែរទោះជាគ្មានមិត្តទោះគ្មានអ្នកឲ្យកម្លាំងចិត្តព្រៀងហៅសុបិនមកចិត្តបដូរពណ៌ជីវិតស្រស់ថ្លាខ្សែកោងជីវិតគង់មានថ្ងៃឡើងដែរណារងចាំអភិនិហាព្រោះខ្ញុំជឿខ្លួនឯងក៏ព្រោះតែខ្ញុំជឿយ៉ាងខ្ញុំជឿក៏ព្រោះតែខ្ញុំជឿរាងកាយមួយនេះក៏ព្រោះតែខ្ញុំជឿជាក់លើចិត្តកាយដែលខំប្រឹងប្រែងខ្ញុំជឿខ្លួនឯងថាខ្ញុំអាចធ្វើទៅបានក៏ព្រោះតែខ្ញុំជឿយ៉ាងក៏ខ្ញុំជឿលើខួរក្បាលមួយនេះអាចស៊ូបានខ្ញុំជឿសុបិនដែលខ្ញុំកំពុងបានសាព្រោះខ្ញុំជឿយ៉ាងលើសមត្ថភាពខ្លួនឯងថាអាចទៅមុខបានក៏ព្រោះតែខ្ញុំជឿយ៉ាងខ្ញុំជឿក៏ព្រោះតែខ្ញុំជឿរាងកាយមួយនេះក៏ព្រោះតែខ្ញុំជឿជាក់លើចិត្តកាយដែលខំប្រឹងប្រែងខ្ញុំជឿខ្លួនឯងថាខ្ញុំអាច